វាដូចភ្នំកោដូចភ្នំឥឡូវលោកប្រធានថ្ងៃនេះខ្ញុំមិនបានចូល office ទេលេខាសូមជួយ OT ផងរំខានលេខាសូមជួយ OT ទៀតហ៎បាទហើយមានបានចាប់ជីខ្លាជីលេខារបស់ទូផងហើយទូស្អីវិរុទ្ធរហូតអ្នកនាងបុស្បានេះលោកប្រធានឲ្យយកផ្កាមកឲ្យដោយសារតែគាត់ជាប់ប្រជុំក៏អត់បានមកតទេអ្នកនាងចង់និយាយថាលេខារបស់គេអ្នកនាងបើគេស្លែងខ្ញុំប៉ាត់គេមកខ្លួនឯងហើយខ្ញុំទៅហើយអ្នកនាងបុស្បាត្រឡប់ទៅខាងក្នុងវិញទៅលោកប្រធានតាមរកអ្នកនាងខ្លាំងណាស់គាត់ក៏ពិតជាបារម្ភពីអ្នកនាងវិញអ្វីដែលអ្នកនាងបានឃើញនេះទៅតែការយកច្រឡំទេណាលេងខ្ញុំចេញណាគេមិនបានស្លាញ់ខ្ញុំទេអ្នកនាងបុស្បាលោកប្រធានពិតជាស្លាញ់អ្នកនាងមែនគេស្លាញ់តែគេបាត់ទៅណាបាត់ដំណឹងសុំឈើរយៈពេល1ម៉ោងគាត់គឺទៅរកចិញ្ចៀនដើម្បីមកសុំអ្នកនាងរៀបការពីគ្រាន់តែជាលេងអ្នកនាងបុស្បាសក់ខ្ញុំសិនណាលោកជាលេខាលោកប្រធានពិតជាស្លាញ់អ្នកនាងមែនអ្នកនាងបុស្បាអ្នកនាងកុំទៅអូយខ្ញុំជួយលោកប្រធានបាច់មិនទៅអ្នកនាងឥឡូវលោកប្រធានដំណឹងរបស់អ្នកនាងបុស្បាខ្ញុំតាមរកអត់ឃើញទេអត់ដឹងថាអ្នកនាងបុស្បាលាក់ខ្លួនទៅទីណាទេលោកប្រធានរឿងតែពីរអ្នកវានឹងអញរហូតលោកប្រធានគូចាក់ចេញពីកន្ទប់ខ្លះហើយរយៈពេលកន្លះឆ្នាំហើយដែលនាងបុស្បារត់ចោលលោកប្រធាននេះឯកសាររបស់លោកប្រធានណាជួយសញ្ញាផងទៅបញ្ចាំងខ្ញុំសុំទីទៅសិនឯងចង់ទៅណាលោកប្រធានឯងល្អជាមួយខ្ញុំបានសម្លឹងមើលឯងជាយូរហើយខ្ញុំក៏ចាប់អារម្មណ៍ឯងដែរណាខ្ញុំជាមនុស្សប្រាស់ណាលោកប្រធានយើងមិនខ្វល់ទេលោកប្រធានអ្នកនាងបុស្បាបានត្រឡប់មកវិញហើយគេក៏បាននាំជាមួយទៅនឹងទីលក់មកជាមួយដែរខ្ញុំសង្ឃឹមថាលោកប្រធានហើយទៅនឹងបុស្បានៅជាមួយគ្នាណាបងប្រាប់អូនមកលេខានឹងតាក់ទងជាមួយនឹងបងអ្នកនាងបុស្បាកុំយកច្រឡំអីលោកនៅជាមួយលេខានឹងតែដែលបែកពីអ្នកនាងកន្លះឆ្នាំគាត់ពិតជាស្រីអ្នកនាងស្វែងរកអ្នកនាងណាអ្នកនាងកុំចេអ្នកនាងបុស្បាលោកនៅជាមួយលេខានឹងចាគេក៏លងម៉ែទៀតចាលើមកលោកប្រធានចូលកន្ទប់បងប្រធានកុំ